ជំរាបសួរលោកគ្រូនិងមិត្តរួមទាំងអស់គ្នាខ្ញុំឈ្មោះនិកាហើយខ្ញុំមកពីក្រុមទី2ដែលហ្នឹងយើងនឹងមក present អំពី student 3នាក់រួមមានបញ្ញាខ្ញុំឥឡូវយើងចូលមកដល់ table of content ដែលតាមជាមួយចំណុចនេះគឺជាអ្វីដែលយើងនឹងធ្វើការបកស្រាយនៅក្នុងបទបង្ហាញមួយនោះទី1គឺ introduction និង objective អញ្ចឹង system មួយហ្នឹងគឺបង្កើតឡើងសម្រាប់លោកគ្រូអ្នកគ្រូគាត់ស្រង់វត្តមានកូនសិស្សចាប់ពីថ្នាក់ទី10ដល់ថ្នាក់ទី12ដែលមួយថ្នាក់គឺត្រូវរៀន5មុខវិជ្ជាគឺមានមុខវិជ្ជាគណិតគីមីជីវៈរូបនិងខ្មែរហើយគោលបំណងក្នុងការបង្កើត system នឹងឡើងគឺធ្វើឲ្យលោកគ្រូអ្នកគ្រូគាត់មានភាពងាយស្រួលជាងមុននៅក្នុងការ track attendance របស់សិស្សហើយយើងងាយស្រួលស្វែងរកទិន្នន័យរបស់សិស្សនិងជួយសម្រាប់លោកគ្រូអ្នកគ្រូផងដែរចូលមកដល់ key feature នេះគឺជា feature ដែលមាននៅក្នុង system ទាំងអស់ហ្នឹងដែលទី1យើងអាច add search update និង delete student record បានហើយ information ទាំងអស់ហ្នឹងគឺនឹងត្រូវបញ្ជូនទៅក្នុង CSV file ហើយsystem ហ្នឹងគឺ track attendance យើងទៅតាមមុខវិជ្ជាទៀតដូចម៉ោងគណិតម៉ោងគីមីអីចឹងទៅហើយទី4គឺយើងបែងចែក login ជាពីរមួយសម្រាប់ admin និងមួយទៀតសម្រាប់កូនសិស្សហើយ admin គឺអាច edit filler information ដែលនៅក្នុង file នឹងបានប៉ុន្តែកូនសិស្សគឺអត់មានសិទ្ធិ edit នៅក្នុង file នឹងទេគាត់គ្រាន់តែអាចមានសិទ្ធិចូលមើលឬក៏ search ចូលមកដល់ទី3 system flow and data ដែល system flow របស់យើងគឺបានប្រើប្រាស់នៅ C program និង structure file IO ដើម្បី store data ទុកនៅក្នុង CSV file ហើយមុននឹង program នេះចាប់ផ្ដើមវានឹង load ឲ្យយើង login ហើយយើងក៏បានបែងចែក login សម្រាប់ admin និងកូនសិស្សផងដែរដែល admin អាច access to feature និងកូនសិស្សគឺអាចកូនសិស្សគឺ have limited access ជំរាបសួរលោកគ្រូខ្ញុំសុខានាថខ្ញុំនឹងបន្តពីនីដាបន្តមកគឺខ្ញុំនឹងនិយាយអំពី flow chart របស់ពួកយើងគឺ flow chart របស់ពួកយើងគឺចាប់ផ្ដើមពី start មកដូចនីដានិយាយមិនអញ្ចឹងគឺយើងបែងចែក admin ហើយជាមួយនឹង student អញ្ចឹងបានន័យថានៅកន្លែង student នេះគឺមុននឹងគាត់ចូលធ្វើអីមួយគឺគាត់ត្រូវវាយ ID របស់គាត់ហើយជាមួយនឹង password របស់គាត់សិនបើគាត់វាយត្រូវហើយគាត់នឹងចូល menu កន្លែងរបស់យើងពេលដែលគាត់ចូល menu របស់យើងហើយគឺវានឹង display student info ហើយជាមួយនឹង attendance នៅក្នុង system ហ្នឹងហើយ student គឺគាត់អាចdisplay ឬមួយក៏ search student info របស់គាត់បានហើយជាមួយនឹងប៉ុន្តែគាត់អាច edit បានទេអត់ដូច admin ទេអញ្ចឹងពេលដែលគាត់ search ហើយឬមួយក៏ឃើញ attendance របស់គាត់ហើយគឺគាត់អាចចុច exit ពេលដែលគាត់ចុច exit មានថាគាត់ចេញពី system របស់យើងហើយរីឯ admin វិញដូច student ដែរមុននឹងចូលមកគឺគាត់ត្រូវតែវាយ ID របស់គាត់ហើយជាមួយនឹង password របស់គាត់សិនពេលដែលគាត់វាយត្រូវហើយវានឹង display menu របស់យើងដែលមានដូចជា add student info display all student info search update ហើយ delete ហើយវិញទៀតគាត់ក៏អាច mark student attendance display all student attendance ហើយជាមួយនឹង search ពេលដែលគាត់ធ្វើអញ្ចឹងហើយគាត់អាចធ្វើកាតព្វកិច្ចនៅក្រោមនេះទៀតដូចចឹងហើយពេលដែលគាត់ធ្វើកាតព្វកិច្ចនៅខាងក្រោមនឹងអស់ហើយគាត់ចុច exit គឺគាត់ចេញពី system របស់យើងហើយនៅកន្លែងបន្តមកនេះគឺខ្ញុំនឹងនិយាយអំពី strength ហើយជាមួយនឹង challenges strength របស់យើង includes ដូចជាមាន3ដូចជាយើងអាច secure ហើយជាមួយនឹង encrypt login system យើងបានហើយយើងអាច real time input validation ហើយជាមួយនឹង clear error message ឲ្យទៅអ្នកប្រើប្រាស់របស់យើងហើយវិញទៀតគឺយើង support for attendance student មានដូចជា present late absent ហើយជាមួយនឹង excuse ជាដើមរីឯ challenges ដែលយើងបានជួបគឺមានច្រើនប៉ុន្តែពួកខ្ញុំលើកឡើងតែ3ទេមានដូចជា CSV file មាន limited ក្នុងការ security ហើយជាមួយនឹង flexibility ហើយមួយទៀតគឺ we currently doesn't have a reporting feature ហើយមួយចុងក្រោយនោះគឺ system របស់យើងគឺវា limited without a database រីឯ team collaboration បន្តមកនេះគឺខ្ញុំនឹងនិយាយអំពី team collaboration each team play a very special role នៅក្នុងការបង្កើត system មួយនេះមកគឺបញ្ញាគឺគាត់បាន develop system call logic ហើយជាមួយនឹង file handling រីឯខ្ញុំវិញគឺជាអ្នក design user interface និង experience រីឯនីដាវិញគឺគាត់បាន handle ទៅលើ document maintain attendance record ហើយជាមួយនឹង support code review ហើយជាមួយនឹង testing ជាដើមបន្តមកនេះគឺខ្ញុំនឹងនិយាយអំពី conclusion in conclusion our student attendance management system គឺយើង provide បាន
ច្រើនហើយវាក៏ user friendly ដើម្បីឲ្យអ្នកប្រើប្រាស់របស់យើង track attendance បានដែរនឹងបញ្ចប់ខ្ញុំនឹងឲ្យបញ្ញាធ្វើ demo ពី system របស់យើងសិនបន្តធ្វើជា demo ទៅលើprogram របស់យើងដើម្បីអ្នកគ្នាអាចឃើញនិងយល់ពី flow ហើយនឹងការ manage នៃ program របស់ក្រុមពួកខ្ញុំខ្ញុំសូមបិទនេះកុំឲ្យវាអូខេអញ្ចឹងយើងចាប់ផ្ដើមមកគឺវាចេញ interface បែបនេះអញ្ចឹងមានពីរ option អញ្ចឹងខ្ញុំចូលជា admin មុនសិនចុះ admin គឺខ្ញុំឲ្យគឺមាន ID និង password តែមួយគត់ដោយសារខ្ញុំអត់បានតែដាក់ជា admin ច្រើនអញ្ចឹង admin ទាំងអស់គឺត្រូវ join តាម ID និង password អញ្ចឹងវាមានទាំងអស់នេះអញ្ចឹងឥឡូវដំបូងខ្ញុំ display អញ្ចឹងបានដឹងគឺក្នុង program របស់ពួកខ្ញុំគឺខ្ញុំបានដាក់សិស្សចំនួន225នាក់ស្រាប់អញ្ចឹងពេលយើង display មកវាចេញទៅនេះអញ្ចឹងតោះមកខ្ញុំសារ add student លេខ1អញ្ចឹង let's say ខ្ញុំដាក់ e 2024 124 student name បញ្ញា mail 12 e អូខេអញ្ចឹងយើងសាក display ម្ដងទៀតគឺឈ្មោះខ្ញុំឃើញឈ្មោះខ្ញុំនៅក្រោមហើយខ្ញុំក៏មាន authentication log ដែរអញ្ចឹងយើងឃើញថាមិញខ្ញុំ join ជា admin ហើយ action log មិញគឺខ្ញុំដែរនេះគឺមិញខ្ញុំបាន display all student ឬមួយក៏ add student អីមិញនេះ yes អញ្ចឹងមួយទៀតគឺពេលខ្ញុំ add អញ្ចឹងទៅវានឹងចូលទៅក្នុង student attendance list ហើយនិង student info list របស់ខ្ញុំមកទៀតយើង search ID search student information បើ by ID គឺ let's say ខ្ញុំ search មិញគឺ ID ហ្នឹងគឺខ្ញុំឲ្យវាចាប់មួយអញ្ចឹងទោះបីតែបើខ្ញុំដាក់នាទី122គឺសិស្សនាទី122ចេញមកទាំងអស់name វិញ let's say បញ្ញានេះគឺចេញបញ្ញាមកទាំងអស់ដែរដោយសារមានបញ្ញាច្រើន grade 11គឺចេញដូចគ្នាដូចខ្ញុំបាននិយាយទី4គឺ let's say 11 E អញ្ចឹងយើងឃើញអ្នកដែលនៅថ្នាក់ 11E គឺឈ្មោះប៉ុណ្នេះលេខ5គឺយើងទៅ main menu របស់យើងវិញនេះគឺ update student info អញ្ចឹងយើង let's say យើងចង់ update ខ្ញុំឈ្មោះខ្ញុំវិញចុះគឺវាចេញcurrent information នេះមកហើយ ID often យើងវាច្រើន ID វាត្រូវអញ្ចឹងយើងអត់ដូរទេយើងដាក់ ID ទៅដែរផ្សេងឈ្មោះខ្ញុំគឺបញ្ញាឃើញចេះ email 12E អញ្ចឹងវាដូរឃើញថាវាដូរនៅកន្លែងនេះហើយក្នុង attendance គឺវាដូរដូចគ្នាខ្ញុំតមកទៀតគឺ delete let's say វាចេញឈ្មោះចេះអញ្ចឹងឥឡូវខ្ញុំមិនតន់ចង់ delete ទេខ្ញុំទុកវាសិនដើម្បីតេស្ត function របស់ខ្ញុំថែមទៀតអញ្ចឹងមិនដោយសារខ្ញុំចុច n ទៅន័យថា no គឺវាអត់ delete អញ្ចឹងupdate attendance let's say update របស់ខ្ញុំមិញឥឡូវខ្ញុំបើកមក attendance នេះដើម្បីងាយស្រួលអញ្ចឹងវាដាក់ឈ្មោះ information របស់ខ្ញុំមកគឺខ្ញុំយកលេខ1ដើម្បី update attendance អញ្ចឹង let's say មកមកលេខ4ដងអញ្ចឹងយើងឃើញនេះគឺ04000ដោយសារតែខ្ញុំរៀបខ្ញុំ display ឲ្យមើលគឺ format ខ្ញុំគឺបែបនេះជំនួយថាម៉ាត់មេថាដំបូងនេះគឺម៉ាត់ present តមកម៉ាត់ late ម៉ាត់ absent ម៉ាត់ excuse គឺយើងឃើញថា PLAE ហើយមុខវិជ្ជាផ្សេងទៀតចឹងដែរអូខេចឹងលេខ6ឥឡូវយើងតេស្តលេខ8ម្ដងគឺ search student attendance search student attendance នេះដូចនឹង search student info ដែរតើតើនៅរបៀបដែលវាចាប់អក្សរអីគឺចាប់មួយដូចគ្នាចឹងខ្ញុំចឹងដោយសារតែវាដូចនឹង alert ដែរគ្រាន់តែវាមាន attendance ថែមចឹងជាវាខ្ញុំមិនចាំតេស្តច្រើនចឹងដល់មកទៀត let's say ឥឡូវ attendance របស់ខ្ញុំគឺប៉ុណ្នេះឥឡូវខ្ញុំចង់ទៅ clear attendance ខ្ញុំចង់លេខ2ចឹងយើង clear យើងឃើញថា attendance របស់ខ្ញុំមកត្រឡប់ជា0វិញចឹងពេលខ្ញុំ clear attendance វាដូចជា reset attendance ខ្ញុំចឹងឥឡូវខ្ញុំ delete
duyệtឈ្មោះចោលចុះអូខេវាដាក់ information របស់យើង confirm យើងដាក់បាយដូចធំក៏បានដែរអត់អីទេយើងឃើញថាឈ្មោះខ្ញុំបាត់តាំងពី student attendance list ហើយ student info ក៏បានដែរអញ្ចឹង exit មិនដោយសារតែមានកំហុសបច្ចេកទេសតែងទួចតែតងនឹង mic របស់ខ្ញុំអញ្ចឹងខ្ញុំនឹង demo តអញ្ចឹងឥឡូវយើងចូលជា student ម្ដងអញ្ចឹង student យើងមានពីរជំរើសដែរគឺ sign in ឬមិនទាន់ sign in បើយើងដល់ sign in ទេយើង sign ទៅឥឡូវខ្ញុំរក student មួយចុះដើម្បី let's say វិចារាT 2021 6801ខ្ញុំដាក់ password ឲ្យគាត់ let's say លេខស៊ី$570ពងជ្រូកចុះចឹងដោយសារវាត្រូវជាមួយ requirement ដែលខ្ញុំបានដាក់ហ្នឹងគឺអូខេចឹងខ្ញុំលេខ1 log in now ចឹងមិញវចរាទី2021អឺអូអីអូម្ល៉េះលេខស៊ី570ពងជ្រូកអូខេចឹងវា access granted ចឹង student គាត់មានតែពីរ option ឯងគឺចេញពី system ហ្នឹងឬមួយក៏ display information គាត់ចឹងលេខ1 information របស់គាត់ចឹងយើងឃើញវចរាមិញតែគាត់ចង់ទេយើងគាត់ចេញទៅអូខេអញ្ចឹងយើងឃើញថាអូខ្ញុំភ្លេចប្រាប់មកទៀតstudent password ហ្នឹងវាស្គាល់នៅនេះអញ្ចឹងយើងឃើញថា ID មិញហើយដល់ពេល ID password របស់គាត់តែខ្ញុំ encrypt web Caesar cipher អញ្ចឹងទៅវាឃើញអញ្ចឹង yes អរគុណលោកគ្រូដែលបានស្ដាប់ពួកខ្ញុំ presentation